ក្នុងនាមខ្ញុំបានជាប្រធានស្ថានីយ៍ក្រុងបាត់សូមធ្វើការស្រាយបំភ្លឺដល់សារព័ត៌មានថាយើងខ្ញុំជាប្រធាននិងអនុប្រធានណែនាំដល់មន្ត្រីប្រចាំការនៅស្ថានីយ៍ទាលុយថ្លៃបាយទឹកដល់អ្នកបើកបររថយន្តជាធនការដឹកជញ្ជូនលើសទម្ងន់ឡើយរាល់ពេលរថយន្តដឹកទំនិញឆ្លងកាត់ចូលត្រង់ស្ថានីយ៍ក្រុមការងារពិនិត្យឃើញថារថយន្តដឹកទំនិញមិនលើសទម្ងន់កំណត់គឺមន្ត្រីយើងអនុញ្ញាតឲ្យបន្តដំណើរទៅមុខដោយមិនមានទាមទារលុយបាយទឹកប៉ុន្តែបើពិនិត្យឃើញថារថយន្តចូលថ្លឹងទុកលើសទម្ងន់កំណត់ក្រុមការងារយើងខ្ញុំនឹងធ្វើការខាត់និងធ្វើការផាកពិន័យទៅតាមច្បាប់ជាធរមានចំពោះប្រភេទជញ្ជីងដែលក្រសួងសាធារណការដឹកជញ្ជូនយកមកប្រើប្រាស់ដាក់ឲ្យដំណើរការគឺជាជញ្ជីងស្វ័យប្រវត្តិដែលមានការអនុញ្ញាតនិងមានវិញ្ញាបនបត្របញ្ជាក់ដែលមានការត្រួតពិនិត្យត្រឹមត្រូវពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រជាតិកម្ពុជានៃក្រសួងឧស្សាហកម្មជាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បន្ថែមពីលើនេះទៀតស្ថានីយ៍មានការបំពាក់កាមេរ៉ាប្រភេទ CCTV ដែលភ្ជាប់ទិន្នន័យទៅក្រសួងសាធារណការដឹកជញ្ជូនដែលឲ្យថ្នាក់ដឹកនាំក្រសួងអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីក្នុងស្ថានីយ៍យើងខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់រថយន្តដឹកទំនិញអ្នកសារព័ត៌មានប្រជាពលរដ្ឋទាំងអស់ដែលតែងតែយកចិត្តទុកដាក់គោរពច្បាប់និងចូលរួមសហការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់យើងខ្ញុំសូមទទួលយកមតិរិះគន់ស្ថាបនាពីគ្រប់មជ្ឈដ្ឋានដើម្បីបំពេញចន្លោះខ្វះខាតនិងអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតបាទក្នុងនាមខ្ញុំបាទជាប្រធានស្ថានីយ៍និងមន្ត្រីនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្រុងបាវិតសូមគោរពថ្លែងអំណរគុណចំពោះលោកប្រធានមន្ត្រីសាធារណការដឹកជញ្ជូនខេត្តស្វាយរៀងឯកឧត្តមអាបាខេត្តនៃគណៈបាលខេត្តស្វាយរៀងជាពិសេសឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងសាធារណការដឹកជញ្ជូនដែលតែងតែយកចិត្តទុកដាក់ក្រើនរំលឹកដល់យើងខ្ញុំទាំងអស់គ្នាឲ្យអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីថែរក្សាផ្លូវថ្នល់ឲ្យបានគង់វង្សយូរអង្វែងសូមអរគុណ